សូមសរសើរបងប្អូនអស់ពីបេះដូងដែលស្រឡាញ់វប្បធម៌ខ្មែរស្រឡាញ់សិល្បៈបុរាណខ្មែរហើយក៏នាំគ្នាទៅវឹកហាត់តាំងតែពីក្មេងៗហើយក៏សូមអរគុណលោកគ្រូដែរដែលបង្រៀនបានយ៉ាងល្អតែដែលក្មេងៗមករាំបែបនេះគឺមើលទៅគួរឲ្យស្រឡាញ់មែនទែនទំពាំងស្នងឫស្សីឃើញពួកគាត់ក្មេងៗតូចៗបែបនេះតែអាចរាំរបាំបានច្រើនគ្រប់បែបយ៉ាងសូម្បីតែរបាំអប្សរាដែលគិតថាជារបាំដែលពិបាករាំក៏ពួកគាត់អាចរាំបានដែរហើយមើលបងអូនប្រុសដែលពាក់មួកប្រាស់ខាងក្រៅគឺគាត់ក្មេងមែនទែនតូចហ្មងណាតែរាំគឺថាត្រូវចង្វាក់ភ្លេងទាំងអស់ទស្សនភាពនេះគឺនាងខ្ញុំថតនៅថ្ងៃបុណ្យទន្លេក្នុងខេត្តសៀមរាបកាលពីប្រហែលថ្ងៃមុនហើយបងប្អូនដើររាំតាមផ្លូវទទួលបានការចាប់អារម្មណ៍ច្រើនមែនទែនទាំងភ្ញៀវខ្មែរនិងភ្ញៀវអន្តរជាតិមិនមែនជារឿងងាយទេក្នុងការបង្រៀនក្មេងៗឲ្យចេះរាំរបាំខ្មែរមិនថាជារបាំបែបប្រជាប្រិយឬមួយក៏របាំអប្សរាពួកគាត់ត្រូវការពេលវេលាឆ្នាំទើបអាចរៀនចេះហើយរាំបានស្អាតល្អហើយនេះគឺសិតតែខ្ជូតដូចនេះស្អាតមែនរឿងដែលពិសេសមួយទៀតដែលពួកគាត់អាចធ្វើបានគឺផាត់មុខខ្លួនឯងធម្មតាពេលដែលចេញរាំចេញច្រៀងគឺត្រូវផាត់មុខត្រូវ make up ហើយកាលពីមុនឬលោកគ្រូអ្នកគ្រូនិយាយថាពិបាកដោយសារតែតួអង្គមានច្រើនអញ្ចឹងគាត់ត្រូវចំណាយពេលវេលាផាត់ច្រើនណាតែឥឡូវក្មេងៗគេចេះផាត់ខ្លួនឯងហើយអត់សូវពិបាកទេហើយអ្នកគ្រូគឺគាត់គ្រាន់តែជួយសម្រួលចាមសម្រួលតិចតួចចុងក្រោយតែប៉ុណ្ណោះមួយបទដែលពួកគាត់កំពុងតែរាំនិងច្រៀងនេះគេហៅថារបាំត្រុដិគឺជារបាំប្រពៃណីខ្មែរដែលភាគច្រើនគឺគេលេងនៅក្នុងរដូវកាលចូលឆ្នាំដោយសារតែរបាំនេះគឺមានបង្កប់អត្ថន័យផ្ដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីហើយនឹងជូននៅពរជ័យដល់អ្នកស្រុកអ្នកភូមិសម្រាប់ពេលឆ្នាំថ្មីនឹងសម្រាប់តួអង្គនៃរបាំត្រុដិនឹងគឺមានប្រើសចាតែងតែឃើញណាមានប្រើសមានព្រានព្រៃមានកង្កោកមានអ្នកវាយស្គរមានអ្នកកាន់ចង្ក្រង់អុកតាមចង្វាក់ភ្លេងហើយមានអ្នករាំច្រៀងបើកមុខមានអ្នកពាក់រូបផ្លុកជាព្រានព្រៃឬមួយក៏មានអ្នកពាក់ក្បាលប្រើសអញ្ចឹងទៅមើលអូនពាក់ក្បាលប្រើសនិយាយពីថាតូចអើយសែនតូចចាអរគុណបងប្អូនដែលចូលចិត្តវីដេអូមួយនេះអាចមើលឲ្យដល់ចប់បានណា